រកឃើញហើយក្រុមទាំង12ឡើងវគ្គពាក់កណ្ដាលប្រៃព្រាត់ពានរង្វាន់ទាំង3ប្រចាំទ្វីបអឺរ៉ុបការប្រកួតពានរង្វាន់បាល់ទាត់ទាំង3ប្រចាំទ្វីបអឺរ៉ុបដែលរួមមាន UEFA Champions League UEFA Europa League និង UEFA Europa Conference League បានរកឃើញហើយក្រុមដែលបានឡើងវគ្គពាក់កណ្ដាលប្រៃព្រាត់បន្ទាប់ពីធ្វើការប្រកួតប្រជែងនៅលើវាលស្មៅយ៉ាងក្តៅគគុកទាំងពីរជើងនៅវគ្គ8ក្រុមចុងក្រោយចង់នឹងថាមានក្រុមណាមកពីប្រទេសណាខ្លះតោះទៅតាមដានជាមួយនឹង admin ទាំងអស់គ្នាសម្រាប់ពានរង្វាន់ UEFA Champions League ក្រុមដែលឡើងមកមានដូចជាក្រុម Arsenal របស់អង់គ្លេសក្រុម FC Barcelona របស់អេស្ប៉ាញក្រុម Inter Milan របស់អ៊ីតាលីនិងក្រុម PSG របស់បារាំងនៅវគ្គ8ក្រុមចុងក្រោយក្រុមកំភ្លើងធំ Arsenal បានទម្លាក់ក្រុមអធិរាជពាន UCL 15សម័យកាល Real Madrid របស់អេស្ប៉ាញទាំងពីរជើងក្នុងលទ្ធផល 5-1 ខណៈ Barcelona បានទម្លាក់ក្រុម Borussia Dortmund របស់អាល្លឺម៉ង់ក្នុងលទ្ធផលសរុបទាំងពីរជើង 5-3 រីឯក្រុម Inter Milan ឯណោះវិញក៏បានទម្លាក់ក្រុមអាល្លឺម៉ង់ដែរគឺក្រុម SC Bayern Munich ដែលយកឈ្នះលទ្ធផលសរុបទាំងពីរជើង 4-3 ចំណែកឯក្រុម PSG របស់បារាំងបានទម្លាក់ក្រុម Aston Villa របស់អង់គ្លេសជាមួយនឹងលទ្ធផលយ៉ាងប្រផិតប្រផោយទាំងពីរជើង 5-4 ងាកមកមើលការប្រកួតនៅ Europa League ឯណោះវិញនៅវគ្គ4ក្រុមចុងក្រោយនេះមានក្រុមអង់គ្លេសដល់ទៅ2ក្រុមគឺក្រុម Manchester United និងក្រុម Tottenham Hotspur ខណៈពីក្រុមទៀតមាន Athletic Bilbao របស់អេស្ប៉ាញនិង Bodo Glimt របស់ Norway ក្រុម Manchester United បានទម្លាក់ក្រុម Lyon របស់បារាំងក្នុងវគ្គ8ក្រុមចុងក្រោយជាមួយនឹងការវាយបកដ៏អស្ចារ្យនៅជើងទី2ក្នុងទឹកដី Old Trafford របស់ខ្លួនក្នុងលទ្ធផល 5-4 ខណៈជើងទី1នៅទឹកដី Lyon 2ស្មើសរុបលទ្ធផលទាំងពីរជើង Man U យកឈ្នះ Lyon 7-6 ចំណែក Spurs វិញក៏បានវាយបកយកឈ្នះនៅជើងទី2ទៅលើម្ចាស់ផ្ទះ Frankfurt ក្នុងលទ្ធផល 1-0 ខណៈកាលពីជើងទី1នៅទឹកដី Spurs ក្រុមទាំងពីរស្មើគ្នា 1-1 រីឯក្រុម Bilbao របស់អេស្ប៉ាញបានយកឈ្នះក្រុម Rangers របស់ Scotland សរុបលទ្ធផលទាំងពីរជើង 2-0 ដោយ Bilbao បានយកឈ្នះ2គ្រាប់ក្នុងការប្រកួតជើងទី2ក្នុងទឹកដីរបស់ខ្លួនសម្រាប់ Bodo Glimt វិញបានទម្លាក់ក្រុម Lazio របស់អ៊ីតាលីដោយបាល់កាត់សេចក្តី11ម៉ែត្រ 2-3 បន្ទាប់ពីក្រុមទាំងពីរសរុបលទ្ធផលស្មើគ្នាទាំងពីរជើង 3-3 ហើយនេះក៏ជាប្រវត្តិសាស្ត្រលើកដំបូងរបស់ក្លឹប Bodo Glimt ក្នុងការឡើងទៅដល់វគ្គ4ក្រុមចុងក្រោយក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនៅ Europa Conference League វិញសម្រាប់ក្រុមដែលឡើងមកវគ្គពាក់កណ្ដាលប្រៃព្រាត់មានដូចជា Chelsea របស់អង់គ្លេសដែលបានទម្លាក់ក្រុម Liga របស់ប៉ូឡូញនៅវគ្គ8ក្រុមដោយលទ្ធផលសរុបទាំងពីរជើង 4-2 Fiorentina របស់អ៊ីតាលីទម្លាក់ក្រុម Celje របស់ Slovenia ក្នុងលទ្ធផលសរុបទាំងពីរជើង 4-3 Real Betis របស់អេស្ប៉ាញទម្លាក់ក្រុម Jagiellonia របស់ប៉ូឡូញជាមួយនឹងលទ្ធផលសរុបទាំងពីរជើង 3-1 ខណៈមួយក្រុមទៀតគឺក្រុម Juventus របស់ស៊ើអែតដែលបានទម្លាក់ក្រុម SK Rapid Wien របស់អូទ្រីសដោយលទ្ធផលសរុបទាំងពីរជើង 4-2 សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលប្រៃព្រាត់ UEFA Champions League ក្រុម Arsenal ត្រូវប្រកួតជាមួយ PSG ហើយ Barcelona ត្រូវជួប Inter Milan រីឯ Europa League វិញក្រុមបិសាចក្រហម Man U ត្រូវប៉ះ Bilbao ខណៈ Spurs ប៉ះ Bodo Glimt ចំណែកឯនៅ Europa Conference League វគ្គ4ក្រុម Chelsea ត្រូវប៉ះជាមួយ Juventus រីឯ Real Betis ត្រូវប៉ះ Fiorentina គូបញ្ជាក់ផងដែរថាសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ការប្រកួតជើងទី1ធ្វើឡើងនៅថ្ងៃទី30មេសានិងថ្ងៃទី1ឧសភាហើយជើងទី2ធ្វើឡើងនៅថ្ងៃទី7និងទី8ខែឧសភាឆ្នាំ2025ខណៈពានរង្វាន់ Europa League និង Europa Conference League ការប្រកួតជើងទី1ធ្វើឡើងនៅថ្ងៃទី2និងជើងទី2ធ្វើឡើងនៅថ្ងៃទី9ខែឧសភាឆ្នាំ2025